Anna បានមកដល់ផ្ទះគូដណ្ដឹងរបស់នាងដោយក្តីរំភើបនាងបានត្រៀមខ្លួនរួចរាល់ដើម្បីចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយ Benjamin ប៉ុន្តែនៅត្រង់ជណ្ដើរនាងបានលួចស្ដាប់ឬការពិតដ៏ខូចខើបំផុត Benjamin មិនដែលស្រឡាញ់នាងទេគេរៀបការជាមួយនាងគ្រាន់តែដើម្បីទទួលបានធនធានអាជីវកម្មរបស់ឪពុកនាងប៉ុណ្ណោះស្ត្រីដែលគេស្រឡាញ់ពិតប្រាកដគឺប្អូនស្រីចុងរបស់ Anna ឈ្មោះ Linda គេថែមទាំងបានរៀបចំផែនការទៀតផងគេមានបំណងឲ្យ Linda រៀបការជាមួយបងប្អូនជីដូនមួយពីការរបស់គេឈ្មោះ Jack បន្ទាប់មកគេនឹងរក្សានាងនៅក្បែរខ្លួនគេ Anna ឈរគៀងនៅមួយកន្លែងបេះដូងរបស់នាងបានខ្ទេចខ្ទាំនៅពេលដែលនាងយល់ច្បាស់តាំងពីដើមដល់ចប់នាងគ្រាន់តែជាកូនអុកប៉ុណ្ណោះអ្វីដែលធ្វើឲ្យកាន់តែជូរចត់នោះគឺការពិតអំពីអតីតកាលកាលពីប៉ុន្មានឆ្នាំមុននៅពេលដែល Benjamin ពិការភ្នែកនិងមានជំងឺខ្សោយបេះដូងគឺ Anna ដែលបានមើលថែគេនាងមិនដែលប្រាប់ឈ្មោះរបស់នាងទេ Linda បានលួចអត្តសញ្ញាណនោះនាងបានក្លាយជាអ្នកសង្គ្រោះនៅក្នុងរឿងរបស់គេ Benjamin មិនដែលដឹងការពិតទេបេះដូងដែលលោតក្នុងទ្រូងរបស់គេនិងកែវភ្នែកដែលធ្វើឲ្យគេមើលឃើញវិញបានមកពីម្ដាយរបស់ Anna ជីវិតដែលគេទទួលបានមកវិញត្រូវបានកសាងឡើងលើការលះបង់របស់គ្រួសារនាងក្នុងពេលជាមួយគ្នានោះ Linda កំពុងនៅក្នុងបន្ទប់របស់នាងគំរាមសម្លាប់ខ្លួននាងបដិសេធមិនរៀបការជាមួយបងប្អូនជីដូនមួយពីការឈ្មោះ Jack ទេនាងច្រណែន Anna ដែលបានភ្ជាប់ពាក្យជាមួយអ្នកស្នងរត់ពិតប្រាកដនៃគ្រួសារដែលមានបំផុតនៅយើងហៅដោយសារតែការច្រណែននាងបានទាមទារឲ្យពួកគេបដូរគូដណ្ដឹងគ្នាបេះដូងរបស់ Anna បានត្រជាក់រួចទៅហើយនាងសម្លឹងមើលការសម្ដែងរបស់ប្អូនស្រីនាងហើយយល់ព្រមដោយស្ងប់ស្ងាត់សម្រាប់នាងវាមិនសំខាន់ទៀតទេថានាងរៀបការជាមួយអ្នកណាមិនយូរប៉ុន្មាននាងបានលុតជង្គង់នៅចំពោះមុខមីងរបស់នាងដែលជាស្ត្រីគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារនាងបានអង្វរសុំប្រាក់$100,000ដើម្បីសង្គ្រោះឪពុករបស់នាងដែលកំពុងដេកស្តុកស្ដឹងនៅមន្ទីរពេទ្យជាការតបស្នងនាងទទួលបានត្រឹមតែការចំអកនិងការបដិសេធមីងរបស់នាងបានកាន់កាប់ក្រុមហ៊ុនរបស់ឪពុកនាងរួចហើយគាត់ចង់ឲ្យឪពុកនាងស្លាប់កាន់តែឆាប់កាន់តែល្អនៅពេលនោះ Anna បានលះបង់រាល់ការជាប់ជំពាក់ជាមួយគ្រួសារនោះនាងបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងជាមួយអតីតកាលហើយចាប់ផ្ដើមការសងសឹកនៅថ្ងៃអាពាហ៍ពិពាហ៍ពិធីពីរត្រូវបានប្រារព្ធឡើងក្នុងពេលតែមួយ Linda បានពាក់រ៉ូបកាត់ដេរពិសេសដែលបំរុងទុកសម្រាប់ Anna នាងដើរសម្ដៅទៅ Benjamin ដែលជាអ្នកស្នងរត់ដ៏មានបំផុតនៅយើងឆៅក្នុងពេលនោះ Anna បានឡើងឡានឆ្ពោះទៅ Hecheng នាងកំពុងធ្វើដំណើរទៅរៀបការជាមួយ Jack ដែលគេហៅថាជាមនុស្សគ្មានប្រយោជន៍នៅពេល Benjamin លើកស្បៃមុខគេបានឃើញមុខដ៏មានជ័យជំនះរបស់ Linda កំហឹងបានផ្ទុះឡើងក្នុងខ្លួនគេដឹងថា Anna បានបោកប្រាស់គេបានបញ្ជាឲ្យឡានដេញតាមនាងភ្លាមប៉ុន្តែ Linda បានចាប់ផ្ដើមការសម្ដែងរបស់នាងបានដួលទៅលើឥដ្ឋយ៉ាងទន់ខ្សោយនាងអះអាងថាបងស្រីរបស់នាងបានបង្ខំនាងឲ្យបដូរហើយថានាងខូចចិត្តយ៉ាងខ្លាំងជាមួយនឹងទឹកភ្នែកនិងការធ្វើពុតជាសន្លប់នាងបានពន្យាពេល Benjamin ដោយជោគជ័យដល់ពេលនោះ Anna និង Jack បានទៅដល់ Hecheng រួចហើយគ្មានការប្រារព្ធពិធីរង់ចាំពួកគេទេមានតែការនិរទេសនិងការអាម៉ាស់ប៉ុណ្ណោះប៉ុន្តែ Anna មិនមានអារម្មណ៍សោកសៅទេនាងបានទាញឯកសារមួយចេញពីកាបូបរបស់នាងវាមានកណន័យដ៏ច្របូកច្របល់នៃសាខា Hecheng របស់ក្រុមហ៊ុនគ្រួសារដែលមានបំផុតនោះវាគឺជាគ្រោះមហន្តរាយហិរញ្ញវត្ថុវាក៏ជាឱកាសដ៏ល្អឥតខ្ចោះដើម្បីសាងឡើងវិញនាងមានគម្រោងក្រោកឈរឡើងវិញពីទីនោះហើយទាមទារយកអ្វីដែលជារបស់នាងមកវិញចំពោះស្វាមីថ្មីរបស់នាង Jack ជើងដែលរបួសរបស់គេចាប់ផ្ដើមប្រសើរឡើងក្រោមការព្យាបាលពីអ្នកឯកទេសបរទេសដែលនាងបានរៀបចំគាត់មិនមែនគ្មានប្រយោជន៍ទេកូនអុកដែលគេបោះបង់ចោលពីអ្នកឥឡូវនេះបានបង្កើតសម្ព័ន្ធភាពដែលមិនអាចបំបែកបាន3 ខែក្រោយមកសម្រាប់ពិធីរំលឹកវិញ្ញាណក្ខន្ធម្ដាយនាងនិងកិច្ចព្រមព្រៀងវិនិយោគដ៏សំខាន់ Anna បានត្រឡប់ទៅយើងហៅជាមួយ Jack ការត្រឡប់មកវិញរបស់ពួកគេបានធ្វើឲ្យ Linda មានការថប់បារម្ភភ្លាមនាងបានស្ទុះទៅមុខហើយចំអកឲ្យ Jack យ៉ាងខ្លាំងថាជាជនពិការនិងគ្មានតម្លៃលើកនេះ Anna មិននៅស្ងៀមទេនាងបានទះកំភ្លៀង Linda មួយដៃយ៉ាងខ្លាំងអ្នកទាំងពីរបានប្រតែប្រតបគ្នាយ៉ាងច្របូកច្របល់នៅក្នុងការប្រតែប្រតបនោះ Linda បានចេតនាទម្លាក់ខ្លួនទៅរកជណ្ដើរនៅពេលដ៏សំខាន់នោះ Benjamin បានស្ទុះចូលមករាងកាយរបស់គាត់បានស្ទុះទៅរក Linda ដោយសភាពគិតហើយការពារនាងនៅក្នុងដៃរបស់គាត់បានព្រមាន Anna យ៉ាងខឹងសម្បាថាប្រសិនបើនាងចង់បន្តទំនាក់ទំនងជាមួយគ្រួសារដែលមានបំផុតនាងគួរតែចេះប្រព្រឹត្តខ្លួនឲ្យបានល្អគាត់ជឿជាក់ថា Anna បានវាយប្រហារដោយសារតែការច្រណែននៅក្នុងគំនិតរបស់គាត់កំពុងការពារក្មេងស្រីដ៏ទន់ខ្សោយដែលធ្លាប់នៅក្បែរគាត់ក្នុងគ្រាដ៏ខ្មៅងឹតបំផុតរបស់គាត់មើលមិនឃើញការចំអកនៅក្នុងភ្នែករបស់ Anna ទេគាត់មើលមិនឃើញគំនិតអាក្រក់នៅក្រោមការក្លែងបន្លំរបស់ Linda ទេចំនួននេះបានធ្វើឲ្យ Linda និងម្ដាយរបស់នាងភ័យស្លន់ស្លោយ៉ាងខ្លាំងពួកគេដឹងថាពួកគេត្រូវតែបំផ្លាញ Anna មុនពេលអារម្មណ៍ចាស់របស់ Benjamin កាត់ឡើងវិញផែនការដ៏អាក្រក់មួយបានចាប់ផ្ដើមបង្កើតឡើងនៅក្នុងគំនិតរបស់ពួកគេនឹងផ្សព្វផ្សាយពាក្យចាមអារ៉ាមថា Anna គ្មានសីលធម៌មុនពេលរៀបការពួកគេនឹងអះអាងថានាងបានចំណាយពេលយប់ដោយសម្ងាត់ដើម្បីមើលថែបុរសម្នាក់ទៀតពួកគេចាប់ផ្ដើមហាត់សមលំអិតដើម្បីធ្វើឲ្យរឿងនេះគួរឲ្យជឿពួកគេនិយាយថាបុរសនោះមានជំងឺបេះដូងធ្ងន់ធ្ងរនិងភ្នែកមើលមិនឃើញ Anna ត្រូវបានគេសន្មតថាបានបម្រើគាត់ដូចជាអ្នកបម្រើដ៏ស្មោះត្រង់ Linda ថែមទាំងសើចចំអកថាប្រហែលជា Anna ចូលចិត្តបុរសពិការប៉ុន្តែនៅពេលដែលពួកគេនិយាយការបញ្ចេញមតិរបស់ម្ដាយនាងស្រាប់តែផ្លាស់ប្ដូរជំងឺបេះដូងបញ្ហាភ្នែកនាងនឹកឃើញពាក្យចាមអារ៉ាមដ៏ល្បីមួយកាលពីប៉ុន្មានឆ្នាំមុន Benjamin មានជំងឺយ៉ាងធ្ងន់ធ្ងរគាត់បានទទួលការវះកាត់បដូរបេះដូងគាត់ក៏បានបាត់បង់ការមើលឃើញជាបណ្ដោះអាសន្នផងដែរការដឹងការពិតដ៏គួរឲ្យភ័យខ្លាចបានផ្ទុះឡើងនៅក្នុងគំនិតរបស់នាងហើយនៅពេលនោះដែរ Benjamin បានឈរនៅខាងក្រៅទ្វារស្ដាប់រាល់ពាក្យសម្ដី